ទៀតហើយដូចជាមិនចេះចប់សោះភ្លៀងក៏ភ្លៀងឆេះក៏ឆេះកើតឡើងដំណើរគ្នានៅក្នុងប្រទេសថៃកាសែត90បានចុះផ្សាយនៅថ្ងៃទី5ខែធ្នូនេះដោយដាក់ចំណងជើងបែបនេះថាអាកាសធាតុថ្ងៃនេះព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន10បាងកកក៏រងផលប៉ះពាល់ដែរគណៈរោងចក្រកែច្នៃមួយកន្លែងនៅឈុនបុរីឆេះមកតែម្ដងនៅក្នុងអត្ថបទរបស់90បានចុះផ្សាយលម្អិតយ៉ាងដូចនេះថានៅថ្ងៃនេះខេត្តចំនួន10នៅមានភ្លៀងធ្លាក់ខ្លាំងដោយនៅភាគខាងត្បូងមានកម្រិតទឹកភ្លៀងកើនឡើងខ្លាំងហើយតំបន់ខ្លះប្រឈមនឹងភ្លៀងធ្លាក់ចាប់ពីកម្រិតខ្លាំងរហូតទៅដល់ខ្លាំងដូចបាក់មេឃជាពិសេសនៅក្នុងខេត្តចំនួន10ដែលងើបផុតពីទឹកចំនួនដ៏អាក្រក់មិនទាន់បានស្រូបបួរផងនោះចំណែកឯទីក្រុងបាងកកគឺនឹងមានឱកាសភ្លៀង 30% អមដោយអាកាសធាតុធ្លាក់ចុះរហូតទៅដល់24អង្សាសេគណៈទូលីនិងអាប់នៅភាគខាងជើងតំបន់កណ្ដាលរួមទាំងទីក្រុងបាងកកនិងខេត្តក្បែរនោះនិងភាគខាងកើតនៅតែបន្តមានកម្រិតធូលីផ្សែងពុលពីមធ្យមទៅខ្ពស់ដោយសារតែចរន្តខ្យល់ខ្សោយដោយឡែកនៅខេត្តឈុនបុរីឯណោះមានអគ្គិភ័យមួយបានឆាបឆេះរោងចក្រកែច្នៃមួយកន្លែងមុតតែម្ដងហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ឧស្សាហកម្មនាគមាសនៅក្នុងភូមិ2ឃុំខៅសុតនៅឯស្រុកនងយ៉ៃនៅឯខេត្តឈុនបុរីនៅឯក្រុមហ៊ុនមួយដែលដំណើរការរោងចក្រកែច្នៃក្រដាសកាលពីរសៀលថ្ងៃប្រហ័សប្រហែលជាម៉ោង3កម្មករបានចូលទៅបំពេញការងារពេលអគ្គិសនីបានកើតឡើងហើយបានរត់ទៅកន្លែងមានសុវត្ថិភាពខណៈគ្មានអ្នករងរបួសឬស្លាប់ត្រូវបានគេរាយការណ៍នោះឡើយ